ការធ្វើអំពើល្អមូលដ្ឋាននៃសង្គមថ្លៃថ្នូរការធ្វើអំពើល្អគឺជាអំពើសកម្មដែលផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃឬសង្គមដោយមិនរង់ចាំការដឹងគុណឬរង្វាន់ណាមួយវាជាការបញ្ចេញមនោសញ្ចេតនាល្អនិងការយល់ដឹងអំពីតម្លៃនៃការចែករំលែកនិងជួយគ្នាទៅវិញទៅមកអំពើល្អមានច្រើនរូបភាពចាប់ពីសកម្មភាពតូចតាចដូចជាការជួយអ្នកចាស់ឆ្លងថ្នល់រហូតដល់ការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ធំដូចជាការឧបត្ថម្ភថវិកាដល់មូលនិធិសង្គមសារៈសំខាន់នៃការធ្វើអំពើល្អ 1. ពង្រឹងសុខមាលភាពផ្លូវចិត្តការជួយអ្នកដទៃធ្វើឲ្យយើងមានអារម្មណ៍ថាមានតម្លៃនិងរីករាយជាងមុន 2. ជំរុញសន្តិភាពសង្គមនៅពេលអ្នកគ្រប់គ្នាចេះជួយគ្នាសង្គមនឹងកាន់តែមានសុខសាន្តនិងអភិវឌ្ឍ 3. បង្កើតគំរូល្អអំពើល្អរបស់អ្នកអាចជាប្រភពសម្រួលដល់អ្នកដទៃឲ្យធ្វើតាមវិធីធ្វើអំពើល្អក្នុងជីវិតប្រចាំថ្ងៃជួយអ្នកដទៃដោយស្ម័គ្រចិត្តឧទាហរណ៍ជួយអ្នកគ្រប់គ្រងផ្ទះលក់អាហារដែលមានអតិថិជនច្រើនចែករំលែកចំណេះដឹងឬពេលវេលាដល់អ្នកដែលត្រូវការថែរក្សាបរិស្ថានដូចជាការបោះសំរាមឬដាំដើមឈើមានចិត្តអាណិតអាសូរចំពោះសត្វនិងមនុស្សដែលក្រីក្រសេចក្តីសន្និដ្ឋានអំពើល្អគឺជាមេរៀនដ៏ធម្មជាតិដែលគ្រប់គ្នាអាចធ្វើបានវាមិនត្រូវការលុយកាក់ច្រើនទេគឺគ្រាន់តែត្រូវការចិត្តមេត្តានិងឆន្ទៈល្អបើយើងរាល់គ្នាចាប់ផ្ដើមធ្វើអំពើល្អពីថ្ងៃនេះទៅយើងនឹងឃើញសង្គមកាន់តែពោរពេញដោយសេចក្តីសុខនិងការយោគយល់អំពើល្អមួយអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់អំពើល្អរាប់ពាន់អាចផ្លាស់ប្ដូរពិភពលោកគិតល្អមូលដ្ឋាននៃជីវិតសុភមង្គលការគិតល្អឬការមានចិត្តស្មោះស្រមុកគឺជាឫសគល់នៃអំពើល្អនិងជាគន្លឹះឆ្ពោះទៅរកជីវិតដ៏ថ្លៃថ្នូរវាមិនមែនគ្រាន់តែជាការជ្រើសរើសធ្វើអ្វីមួយដោយសុចរិតប៉ុណ្ណោះទេគឺជាការបង្កើតទស្សនវិស័យវិជ្ជមាននិងការយល់ឃើញពីតម្លៃរបស់អ្នកដទៃការគិតល្អអាចផ្លាស់ប្ដូរមនុស្សពីខាងក្នុងហើយប៉ះពាល់ដល់អ្នកជុំវិញយ៉ាងវិជ្ជមានហេតុអ្វីការគិតល្អមានសារៈសំខាន់ 1. ជាគ្រឹះនៃសុភមង្គលមនុស្សដែលគិតល្អនិងមានចិត្តថ្លៃថ្នូរមិនចាំបាច់ស្វែងរកសុភមង្គលឆ្ងាយទេព្រោះគាត់រកឃើញវាតាមរយៈការជួយអ្នកដទៃនិងការរស់នៅដោយស្មោះត្រង់ 2. ពង្រឹងទំនាក់ទំនងការគិតល្អធ្វើឲ្យអ្នកក្លាយជាមនុស្សគួរឲ្យជឿទុកចិត្តហើយទាក់ទាញមនុស្សល្អមកជុំវិញ 3. បង្កើតសង្គមល្អនៅពេលគ្រប់គ្នាគិតល្អសង្គមនឹងកាន់តែមានការយោគយល់និងអភិវឌ្ឍរបៀបអភិវឌ្ឍការគិតល្អដាក់ខ្លួនក្នុងទីតាំងអ្នកដទៃមុននឹងវាយតម្លៃឬធ្វើអ្វីមួយសួរខ្លួនឯងថាបើខ្ញុំនៅក្នុងស្ថានភាពគាត់តើខ្ញុំចង់ឲ្យគេធ្វើយ៉ាងណាជ្រើសរើសពាក្យសម្ដីយ៉ាងដិតដល់ពាក្យល្អនិងការគិតវិជ្ជមានអាចផ្លាស់ប្ដូរមនុស្សបានរក្សាចិត្តឲ្យបរិសុទ្ធជៀសវាងការគិតអវិជ្ជមានឬចោទប្រកាន់អ្នកដទៃដោយគ្មានមូលដ្ឋានចេះអធ្យាស្រ័យគ្មាននរណាម្នាក់ល្អឥតខ្ចោះទេដូច្នេះចេះលើកលែងទោសនិងផ្ដល់ឱកាសឲ្យអ្នកដទៃសេចក្តីសន្និដ្ឋានការគិតល្អគឺជាការចាប់ផ្ដើមនៃអ្វីទាំងអស់វាមិនគ្រាន់តែជាការធ្វើអំពើល្អប៉ុណ្ណោះទេគឺជាការមានចិត្តថ្លៃថ្នូរនិងយល់ដឹងពីតម្លៃរបស់អ្នកដទៃនៅពេលយើងគិតល្អយើងមិនគ្រាន់តែផ្លាស់ប្ដូរជីវិតខ្លួនឯងប៉ុណ្ណោះទេគឺក៏កំពុងជួយឲ្យអ្នកជុំវិញយើងមានជីវិតដ៏ល្អប្រសើរផងដែរគំនិតល្អមួយអាចផ្លាស់ប្ដូរថ្ងៃមួយចិត្តល្អមួយអាចផ្លាស់ប្ដូរជីវិតមួយជួយដល់អ្នកដទៃអំណាចតូចដែលអាចផ្លាស់ប្ដូរពិភពលោក
ការជួយដល់អ្នកដទៃគឺជាការបញ្ចេញសេចក្តីមេត្តានិងភាពជាមនុស្សដ៏ឧត្តមវាមិនត្រូវការលុយកាក់ច្រើនឬពេលវេលាយូរអង្វែងទេគ្រាន់តែត្រូវការចិត្តមួយដែលចង់ចែករំលែកនិងយល់ដឹងអំពីការលំបាករបស់អ្នកដទៃការជួយគ្នាទៅវិញទៅមកគឺជាមូលដ្ឋាននៃសង្គមមនុស្សហើយវាអាចចាប់ផ្ដើមពីសកម្មភាពតូចតាចប៉ុន្តែមានន័យធំហេតុអ្វីការជួយអ្នកដទៃសំខាន់ 1. ផ្ដល់សុភមង្គលដល់អ្នកជុំវិញការជួយអ្នកដទៃអាចធ្វើឲ្យពួកគេមានអារម្មណ៍ល្អនិងមានក្តីសង្ឃឹមក្នុងជីវិត 2. ពង្រឹងទំនាក់ទំនងនៅពេលអ្នកជួយអ្នកដទៃអ្នកក៏កំពុងសាងស្នាដៃនៃទំនាក់ទំនងល្អជាមួយពួកគេផងដែរ 3. ធ្វើឲ្យអ្នកខ្លួនឯងរីករាយការជួយអ្នកដទៃផ្ដល់អារម្មណ៍ថាអ្នកមានតម្លៃនិងជួយឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង វិធីជួយអ្នកដទៃក្នុងជីវិតប្រចាំថ្ងៃជួយដោយសកម្មភាពតូចតាចដូចជាជួយអ្នកចាស់ដឹកថ្នល់ជួយអ្នកដទៃដែលពិបាកយល់អំពីការងារឬមេរៀនចែករំលែកអ្វីដែលអ្នកមានទោះជាចំណេះដឹងពេលវេលាឬវត្ថុអ្វីមួយដែលអ្នកអាចជួយបានជួយដោយចិត្តអាណិតអាសូរព្យាយាមយល់អំពីអារម្មណ៍របស់អ្នកដទៃហើយផ្ដល់ការគាំទ្រដល់ពួកគេចូលរួមក្នុងសកម្មភាពសប្បុរសធម៌ដូចជាការជាអ្នកស្ម័គ្រចិត្តឬចូលរួមរៃអង្គាសជាដើមសេចក្តីសន្និដ្ឋានការជួយអ្នកដទៃគឺជាអំពើដ៏សាមញ្ញប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងវាអាចផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃហើយក៏អាចផ្លាស់ប្ដូរជីវិតរបស់អ្នកផងដែរមនុស្សគ្រប់គ្នាអាចជួយគ្នាបានទោះជាមិនមានជំនាញពិសេសក្តីគ្រាន់តែត្រូវការចិត្តដែលចង់ធ្វើអំពើល្អការជួយគ្នាមួយគ្រឿងអាចធ្វើឲ្យថ្ងៃរបស់អ្នកដទៃកាន់តែល្អការជួយគ្នារាប់ពាន់គ្រឿងអាចផ្លាស់ប្ដូរពិភពលោក